សូមនមស្ការលោកម្ចាស់គ្រប់ព្រះអង្គគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរពស្រឡាញ់រាប់អានពីខ្ញុំបាទបានមកធ្វើវីដេអូដើម្បីនិយាយអំពីពាក្យថាមនុស្សតើពាក្យថាមនុស្សនឹងមានអត្ថន័យមានសេចក្តីយ៉ាងណាអញ្ចឹងពាក្យថាមនុស្សនេះមិនមែនជាភាសាខ្មែរយើងទេគឺជាភាសាបាលីដែលមកអំពីពាក្យថាមិញប្រែថាចិត្តគំនិតហើយបូកជាមួយនឹងឧស្សាហ៍ប្រែថាខ្ពង់ខ្ពស់ឧត្តមប្រសើរទាំងពីរស័ព្ទនេះឯងបូកបញ្ចូលគ្នាឲ្យឈ្មោះថាមនុស្សបាទតាមពិតនៅក្នុងភាសាបាលីគេអានថាមនុស្សជាទូទៅយើងអានថាតែមនុស្សអញ្ចឹងទៅដូច្នេះពាក្យថាមនុស្សនេះគឺមានសេចក្តីថាជាអ្នកដែលមាននៅគំនិតខ្ពង់ខ្ពស់ឧត្តមប្រសើរជាអ្នកដែលមាននៅវិចារណញ្ញាណជាអ្នកដែលដឹងខុសដឹងត្រូវដឹងគុណដឹងទោសដឹងល្អដឹងអាក្រក់ជាពិសេសគឺជាអ្នកដឹងនៅហេតុដែលគួរធ្វើនិងហេតុដែលមិនគួរធ្វើហើយមួយវិញទៀតដើម្បីឲ្យពេញលក្ខណៈសមនឹងឈ្មោះថាមនុស្សហ្នឹងទាល់តែយើងកាន់យកនៅបញ្ចសិលគឺសិល5ទី1យើងមិនសម្លាប់សត្វទី2មិនលួចទ្រព្យសម្បត្តិរបស់អ្នកដទៃទោះបីទ្រព្យសម្បត្តិនោះមានតម្លៃក្តីមិនមានតម្លៃក្តីទី3មិនប្រព្រឹត្តខុសនៅក្នុងកាមទាំងឡាយទាំងពួងជាមួយប្រពន្ធកូនប្តីអ្នកដទៃដែលគេហួងហែងថែរក្សាហើយទី4មិនពោលពាក្យកុហកមុសាមិននិយាយបោកបញ្ឆោតដល់អ្នកដទៃនិងទី5មិនផឹកនៅទឹកស្រវឹងអញ្ចឹងអ្នកដែលបានគោរពកាន់យកប្រតិបត្តិនៅសិល5ហ្នឹងទៅឈ្មោះថាជាមនុស្សបាទមានន័យថាពេញលក្ខណៈជាមនុស្សហើយអញ្ចឹងពុកម៉ែបងប្អូនថាចុះបើអ្នកដទៃទៀតដែលគេមិនបានកាន់សិល5ហ្នឹងអាហ្នឹងមិនដែរមិនមែនជាមនុស្សទេឬក៏យ៉ាងណាអាហ្នឹងចាំខ្ញុំបាទនឹងបកស្រាយនៅវីដេអូឃ្លីបក្រោយទៀតក៏ប៉ុន្តែសម្រាប់ពេលនេះខ្ញុំបាទបកស្រាយតែអំពីពាក្យថាមនុស្សឯងតើមនុស្សហ្នឹងគឺមានសេចក្តីយ៉ាងណាហើយមនុស្សត្រូវធ្វើសកម្មភាពបែបណាទើបផ្សំឈ្មោះថាមនុស្សអញ្ចឹងវីដេអូសម្រាប់ពេលនេះគឺមានតែប៉ុណ្្នឹងឯងបាទខុសត្រូវយ៉ាងណាសូមអធិស្ឋានបាទសូមនមស្ការលាសូមគោរពលា